បាទសួស្តីបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីម្ដងទៀតហើយថ្ងៃនេះសូមចេញវីដេអូពាក់ព័ន្ធរឿងព្រំដែនជាបន្តហើយមានរឿងថ្មីថ្ងៃហ្នឹងបាទបងប្អូនយើងប្រហែលជាបងប្អូនខ្លះបានឃើញហើយក៏បងប្អូនខ្លះប្រហែលជាមិនទាន់បានឃើញពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលបាទបានចេញនៅសេចក្តីសម្រេចមួយហើយតាមពិតនេះគឺជាអ្វីដែលប្រជាពលរដ្ឋភាគច្រើនចង់ដឹងថាតើកម្ពុជាថាប្តឹងរឿងតំបន់ទាំង4នៅព្រំដែនដូចជាតំបន់បំបីប្រាសាទតំបន់ធំតំបន់តូចប្រាសាទតាកបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនឹងដំណើរការដល់ណាហើយបាទតើរដ្ឋាភិបាលប្តឹងទេឬមួយក៏បានតែនិយាយឲ្យមិនធ្វើបាទឥឡូវនេះគឺកម្ពុជាបានបោះមួយជំហានទៅមុខហើយពាក់ព័ន្ធនឹងករណីនេះគឺរាជរដ្ឋាភិបាលបានចេញនៅសេចក្តីសម្រេចដើម្បីបង្កើតនៅគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងតំបន់ទាំង4ហ្នឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយបាទបងប្អូនយើងអញ្ចឹងអាចថានេះគឺជាដំណឹងមួយល្អដែរសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសណាក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងនៅរងចាំមើលតើនីតិវិធីបន្តហ្នឹងគឺនឹងយ៉ាងណាទៀតបាទខ្ញុំសូមជម្រាបជូនបន្តិចពាក់ព័ន្ធជាមួយនឹងសេចក្តីសម្រេចដែលទើបចេញកាលពីរសៀលថ្ងៃទី10មិថុនានេះគឺមានបញ្ជាក់ពីសមាជិកភាពផ្សេងនៅក្នុងហ្នឹងដោយក្នុងនោះគឺគណៈកម្មការហ្នឹងគឺមានសមាជិកភាព15រូបបាទក្នុងនោះមានប្រធានមួយរូបប្រធានហ្នឹងគឺលោកឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកប្រាក់សុខុនហើយបន្តមកទៀតហ្នឹងគឺមានលោកហងជួនរុនដែលជាអនុប្រធានបាទហើយអនុប្រធានដែរនោះគឺលោកកើតរិទ្ធបាទលោកស្រីភឿងសក្កណាបាទលោកឡាំជាបាទលោកសៀកសលបាទសុទ្ធតែជាអនុប្រធានទាំងអស់បាទហើយក្រៅពីនោះក៏មានសមាជិកផ្សេងបន្ថែមទៀតដែរអញ្ចឹងយើងឃើញថាសមាជិកភាពគឺមកពីចម្រុះក្រសួងស្ថាប័នពាក់ព័ន្ធតែម្ដងដែលនឹងត្រូវធ្វើការនៅក្នុងគណៈកម្មការនេះជាអ្នករៀបចំនៃយន្តការបាទហើយបើយើងនិយាយពីភារកិច្ចបាទតើភារកិច្ចរបស់គណៈកម្មការដែលទើបបង្កើតឡើងនោះគឺមានភារកិច្ចអីខ្លះខ្ញុំសូមជម្រាបជូនថាភារកិច្ចទី1នោះគឺពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិនៅករណីតំបន់ទាំង4ហ្នឹងបាទទៅតាមសំណើរបស់ក្រមការងារកិច្ចការច្បាប់ហើយមួយទៀតនោះគឺពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រមការងារកិច្ចការច្បាប់ជាមួយនឹងមេធាវីអន្តរជាតិសម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិពិនិត្យនិងសម្រេចទៅលើការងាររបស់ក្រមការងារកិច្ចការការទូតតាមការចាំបាច់ធ្វើទំនាក់ទំនងជាមួយនឹងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដំណើរការនីតិវិធីច្បាប់នៅក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិចាប់ពីដំណាក់កាលនៃការដាក់ពាក្យបណ្ដឹងរហូតដល់បញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិហើយក៏មានរាយការណ៍អំពីលទ្ធផលការងារនិងស្នើការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាលហើយនឹងអនុវត្តភារកិច្ចផ្សេងទៀតទៅតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាលបាទនេះយើងឃើញហើយថាគឺជាទូនាទីភារកិច្ចរបស់គណៈកម្មការហើយនៅក្នុងគណៈកម្មការនេះក៏មានក្រុមការងារចំណុះចំនួន2ផងដែរគឺក្រុមការងារកិច្ចការច្បាប់និងក្រុមការងារកិច្ចការការទូតបាទអញ្ចឹងក្រុមការងារទាំងពីរហ្នឹងសុទ្ធតែជាក្រុមការងារស្នូលហើយដែលត្រូវធ្វើកិច្ចការពាក់ព័ន្ធផ្សេងនៅក្នុងយន្តការនៃការដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបាទបងប្អូនយើងអញ្ចឹងទេនេះគឺជាបច្ចុប្បន្នភាពថ្មីមួយពាក់ព័ន្ធជាមួយនឹងយន្តការដែលរដ្ឋាភិបាលបានប្រកាសតាំងពីខាងដើមហើយថាពាក់ព័ន្ធនឹងរឿងវិវាទព្រំដែននៅតំបន់ទាំង4នេះកំពុងតែឡើងកម្ដៅខ្លាំងណាស់អញ្ចឹងទេចរចាទ្វេភាគីក៏មិនអាចប្រើបានដែរវាជាប់គៀងទៅហើយដោយសារតែចលនាជាតិនិយមណាបងប្អូនយើងឃើញហើយប្រជាពលរដ្ឋខ្មែរយើងហើយនិងប្រជាពលរដ្ឋថៃនឹងហាក់ដូចជាឡើងកម្ដៅខ្លាំងជាមួយបញ្ហាហ្នឹងអញ្ចឹងបើមានការចរចាយន្តការទ្វេភាគីក៏វាជាប់គៀងទៅហើយធ្វើមិនបានដែរបាទចរចាក៏មិនចេញរុញទៅតុលាការយុត្តិធម៌អន្តរជាតិតែម្ដងដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិជួយរកដំណោះស្រាយជួយសម្រេចឲ្យហើយបើតាមកម្ពុជាប្រមុខរដ្ឋាភិបាលកម្ពុជានឹងបានបញ្ជាក់ឲ្យថានឹងអនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការបាទអញ្ចឹងរឿងរ៉ាវថ្មីគឺមានប៉ុណ្ណេះបាទពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្នភាពនៃការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិណាដូចខ្ញុំបញ្ជាក់ខាងដើមឲ្យថាប្រជាពលរដ្ឋយើងឆ្ងល់ថាតើដំណើរការដល់ណាហើយបាទចង់ដឹងណាស់បាទព្រោះពួកបារម្ភបាទទាំងគេទាំងខ្ញុំបងប្អូនយើងព្រួយបារម្ភខ្លាចមានបញ្ហាពួកយើងឃើញហើយប្រហែលថ្ងៃថ្មីចុងក្រោយហ្នឹងគឺក្រោយពីមានការប្រកាស
កែសម្រួលកម្លាំងទ័ពនៅតំបន់ព្រំដែនហ្នឹងគឺមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានលើកក្តីបារម្ភខ្លាចកម្ពុជានឹងដកទ័ពចេញមកខាងថៃនោះគេចូលមកអីចឹងទៅបាទប៉ុន្តែយ៉ាងណាក៏ដោយក៏មានការបញ្ជាក់ពីប្រមុខរដ្ឋាភិបាលដែរថាគ្រាន់តែជាការសម្របសម្រួលកម្លាំងទ័ពទេពុំមានការដកទ័ពចេញទៅណាទេបាទអញ្ចឹងយើងសង្ឃឹមថាយន្តការជាបន្តបន្ទាប់នឹងកាន់តែល្អប្រសើរហើយយើងរងចាំមើលទាំងអស់គ្នាបងប្អូនបាទទន្ទឹមគ្នាខ្ញុំក៏សូមចិត្តបងប្អូនយើងដែរបានន័យថាយើងរងចាំដោយការអត់ធ្មត់យើងត្រូវមានភាពចាស់ទុំខ្ញុំឃើញប្រជាពលរដ្ឋថៃអ្នកនយោបាយថៃឬក៏អ្នកជ្រុលនិយមថៃមួយចំនួនហ្នឹងគឺបានបញ្ចេញនៅមតិយោបល់ផ្សេងនៅតាមបណ្ដាញសារព័ត៌មានណាហើយក្នុងនោះក៏មានលើកថាកម្ពុជាហ្នឹងបានទៅឈ្លានពានគេដល់ទៅរាប់រយដងណាទៅទៀតនោះបាទអញ្ចឹងទេនេះគឺជាការបញ្ចេញមតិមួយយើងអាចមើលឃើញថានៅក្នុងនៃប្រឆេះកំផឹងមួយដែរណាបើសិនជាការពិតគឺកម្ពុជាមិនមានការទៅឈ្លានពានទេនឹងមកតាមការអះអាងណាមិនមានការទៅឈ្លានពានទេប៉ុន្តែភាគីថៃនឹងហាក់ដូចជាមានការផ្សព្វផ្សាយនៅព័ត៌មានមួយចំនួនដែលវាហាក់ខុសពីការពិតតាំងពីការចរចាមួយចំនួនកាលពីពេលមុនបាទអញ្ចឹងយើងទៅរក្សាភាពនឹងនៅទៅណាបងប្អូនយើងរងចាំមើលនីតិវិធីដោះស្រាយអញ្ចឹងយើងទៅមួយប៉ុន្តែច្បាស់ទៅមួយប៉ុន្តែច្បាស់ហើយខ្ញុំសង្ឃឹមថាយន្តការរបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធភាពហើយយើងនឹងទទួលបានលទ្ធផលដែលល្អប្រសើរព្រោះក្នុងនាមយើងជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមត្រូវណាយើងសង្ឃឹមថាអ្វីដែលយើងធ្វើនឹងយើងបានផលមកវិញយើងមានផុសតាងគ្រប់គ្រាន់បាទយើងមានឯកសារគ្រប់គ្រាន់ដើម្បីយើងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងយើងនឹងរំពឹងថានឹងអាចបានលទ្ធផលមកវិញជាសំខាន់នោះទេណាបងប្អូនយើងអញ្ចឹងយើងរងចាំមើលដោយការអត់ធ្មត់ហើយជៀសវាងការចែកចាយផ្សព្វផ្សាយនៅព័ត៌មានដែលមិនពិតហើយនឹងការបញ្ចេញមតិមួយចំនួនដែលវាអាចជាការបញ្ឆេះកំផឹងជាតិសាសន៍ណាតាំងណាបញ្ឆេះកំផឹងជាតិសាសន៍នឹងវាអាចនឹងមានផលប៉ះពាល់ទាំងសងខាងហើយបងប្អូនយើងបាទសូមសង្ខេបវីដេអូត្រឹមប៉ុណ្ណឹងបងប្អូនយើងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាទ